Jack នឹងគ្របសណ្ដែកវេទមន្តកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះ Jack រស់នៅជាមួយម្ដាយរបស់គាត់ក្នុងផ្ទះតូចមួយនៅជើងភ្នំ Jack និងម្ដាយរបស់គាត់ក្រីក្រណាស់មធ្យោបាយរកលុយតែមួយគត់របស់ពួកគេគឺលូកទឹកដោះគោពីគោរបស់ពួកគេឈ្មោះ Bess នៅព្រឹកមួយម្ដាយរបស់ Jack បានដាស់ Jack ឲ្យក្រោកពីព្រលឹមវានៅព្រលឹមស្រាងៗនៅឡើយនាងយំហើយនិយាយ Jack ភ្ញាក់ឡើងទៅផ្សារថ្ងៃនេះហើយលក់គោរបស់យើងទៅ បាទប៉ុន្តែហេតុអ្វីទៅ Jack សួរដោយងឿមឆ្ងល់ យើងត្រូវការលុយដើម្បីជួសជុលផ្ទះរបស់យើងដំបូលផ្ទះធ្លុះធ្លាយបង្អួយត្រូវបានខូចហើយមាត់ទ្វារក៏មិនទាន់មានផងដែរដើម្បីអាចប្រើបាសបានព្រោះរដូវរងានឹងមកដល់ក្នុងពេលឆាប់ខាងមុខបើយើងមិនជួសជុលផ្ទះនោះទេភាពត្រជាក់នឹងសម្លាប់យើងហើយ Jack បានទៅយកកាបូបរបស់គាត់ហើយយកបេះពីជង្រុកពេលគាត់ដើរចេញពីខ្លងទ្វារគាត់បានឮម្ដាយស្រែកថា វាមានតម្លៃយ៉ាងហោចណាស់ប៉ាមកមាសកុំលក់វាតិចជាងនេះណា នៅពេលដែល Jack ដើរបានពាក់កណ្ដាលផ្លូវទៅផ្សារគាត់បានជួបបុរសចំណាស់ម្នាក់ អរុនសួស្ដីកូនប្រុស បុរសចំណាស់បាននិយាយ ថ្ងៃនេះឯងទៅណា អរុនសួស្ដីលោកតាខ្ញុំទៅផ្សារដើម្បីលក់គោរបស់ខ្ញុំវាឈ្មោះ Bess បុរសនោះនិយាយថា វាជាគោដ៏ស្អាតមួយក្បាលខ្ញុំនឹងទិញ Bess ហើយខ្ញុំនឹងឲ្យវត្ថុដ៏មានតម្លៃទៅឯងណាចៅ លោកតាត្រូវចំណាយកាក់មាស5ដើម្បីទទួលបានវា Jack បាននិយាយ ខ្ញុំមិនមានកាក់មាសផាំទេប៉ុន្តែខ្ញុំមានសណ្ដែកខ្មៅទាំងផាំនេះសណ្ដែកទាំងនេះគឺជាសណ្ដែកវីតាមីនពួកវាមានតម្លៃជាងមាសទៅទៀតប្រសិនបើឯងយកសណ្ដែកទាំងនេះឯងនឹងក្លាយទៅជាអ្នកមានបំផុតនៅលើពិភពលោក Jack បានគិតអំពីម្ដាយរបស់គាត់គិតថាតើនាងនឹងសប្បាយចិត្តប៉ុណ្ណាប្រសិនបើពួកគេជាអ្នកមានពួកគេអាចជួសជុលដំបូលបង្អួចទ្វារខាងមុខនិងប្រហែលជាអាចទិញគោថ្មីជាច្រើនទៀតផង មិនអីទេអ្នកអាចយកវាបានផ្ដុលឲ្យខ្ញុំនៅសណ្ដែក Jack រំភើបខ្លាំងណាស់គាត់រត់ទៅផ្ទះហើយបង្ហាញគ្រាប់សណ្ដែកដល់ម្ដាយគាត់ប៉ុន្តែជំនួសឲ្យការសប្បាយចិត្តនាងខឹងសម្បារយ៉ាងខ្លាំង កូនល្ងងឯងលក់គោបានតែគ្រាប់សណ្ដែក5គ្រាប់ហ្នឹង នាងបានយកសណ្ដែកហើយបោះវាចេញពីបង្អួចបន្ទាប់មកនាងអង្គុយក្បែរភ្លើងហើយយំ Jack ពិបាកចិត្តយ៉ាងខ្លាំងគាត់បានឃុំខ្លួនឯងក្នុងបន្ទប់គេងគាត់មានអារម្មណ៍ថាល្ងងណាស់ពួកគេលែងមានគោទៀតហើយឥឡូវពួកគេនឹងក្រជាងមុន Jack បន្ទោសខ្លួនឯង វាជាកំហុសរបស់ខ្ញុំ នៅព្រឹកបន្ទាប់ពេលដែល Jack បើកបង្អួចគាត់បានឃើញអ្វីដែលចម្លែកមួយនៅកន្លែងដែលម្ដាយរបស់គាត់បោះសណ្ដែកនោះមានដើមសណ្ដែកពណ៌បៃតងមួយដើមវាលាតសន្ធឹងពីលើដីឡើងលើរហូតទៅដល់ពពក សណ្ដែកពិតជាមានមុនអាគមមែន Jack សឹក តាចាស់និយាយការពិតម្ ដាយរបស់ Jack នៅតែដេកលក់ដូច្នេះ Jack សម្រេចចិត្តឡើងលើដើមសណ្ដែកដើម្បីស្វែងរកទ្រព្យសម្បត្តិដែលបុរសចំណាស់បានរៀបរាប់ Jack គិតថា គ្រាន់តែកាក់មានប៉ាមទីនោះហើយជាអ្វីដែលខ្ញុំត្រូវការដើម្បីធ្វើឲ្យម្ដាយរបស់ខ្ញុំសប្បាយចិត្ត Jack បានឡើងលើខ្ពស់ទៅនឹងពពកពេលឡើងដល់កំពូលគាត់ឃ្លានខ្លាំងណាស់គាត់បានឃើញប្រាសាទមួយពីចម្ងាយ ប្រហែលជាខ្ញុំអាចរករបស់ញ៉ាំនៅក្នុងប្រាសាទនោះ គាត់គិត Jack បានដើរទៅមាត់ទ្វារប្រាសាទនិងគោះ2ដង គោះ យៈបើកទ្វារ
នាងធំដូចផ្ទះប៉ុន្តែនាងមានស្នាមញញឹមដកកក់ក្ដៅនិងកែវភ្នែកទន់ភ្លន់ចែកបាននិយាយថា សូមទោសលោកស្រីយ៉ាក់សូមជួយឲ្យខ្ញុំញ៉ាំបានទេខ្ញុំឃ្លានណាស់ អូមនុស្ស យៈបាននិយាយនាងអាចមើលឃើញថាចែកស្គមណាស់ ប្រកបណាស់ចូលមកចូលមក យៈចិត្តល្អបានឲ្យចែកបរិភោគអាហារនៅលើតុគាត់រីករាយនឹងវាខ្លាំងណាស់ពេលដែលកំពុងតាពិសាស្រាប់តែតុចាប់ផ្ដើមញ័ររង្គឺយ៉ាងខ្លាំងស្ទុះស្ទុះស្ទុះជើងខ្លាំងបន្លឺឡើងតាមផ្លូវ អូមនុស្ស យៈខ្សឹប នោះគឺប្តីខ្ញុំគាត់មកពីកន្លែងធ្វើការវិញហើយគាត់មិនចូលចិត្តមនុស្សទេឆាប់លះខ្លួនទៅ ចែកលះខ្លួននៅក្នុងផ្ទះបាយយៈដើរចូលទៅក្នុងផ្ទះបាយហើយស្រូបខ្យល់អាកាស V5 4 Fum V5 4 Fum សួស្តីប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្ញុំចាំបន្តិចខ្ញុំធំឃ្លានមនុស្សយោតើវានៅឯណា រាត្រីសួស្តីប្តីសម្លាញ់ យៈឆ្លើយ គ្មាននរណានៅទីនេះទេអ្នកធំឃ្លានបន្លែគ្មានអ្វីផ្សេងទៀតទេ ល្អ យៈស្រែក ខ្ញុំស្អប់មនុស្ស គាត់អង្គុយនៅតុក្រោមផ្ទះបាយយៈបាំងយកកាក់មាសមួយបៅតូចចេញពីហៅប៉ៅរបស់ខ្លួនហើយរាប់ទាំងនោះ 1 2 3 4 5កាក់មាសចែកមើលពីខាងក្នុងបន្ទប់បាយ កាក់មាសផ្លាំ ចែកគិត បើខ្ញុំមានលុយនោះខ្ញុំអាចជួសជុលផ្ទះបាន នៅពេលដែលយៈទាំងពីរចេញពីបន្ទប់ចែកបានលួចកាក់មាសទាំង5ហើយទម្លាក់វាទៅក្នុងកាបូបរបស់ខ្លួន នេះជាអ្វីដែលខ្ញុំត្រូវការ ប៉ុន្តែពេលនោះចែកបាននឹកឃើញថាគ្រួសាររបស់ខ្លួនលែងមានគោទៀតហើយបើអត់មានគោពួកគេប្រកាសជាស្រែកឃ្លាមជាមិនខានគាត់បានសម្រេចចិត្តស្នាក់នៅនិងស្វែងរកកំណប់ទ្រព្យផ្សេងទៀតគាត់ដើរតាមយក្សចូលទៅក្នុងបន្ទប់ទទួលភ្ញៀវហើយលាក់ខ្លួននៅក្រោមសាឡុងយក្សដើរទៅកាន់ទូហើយទាញមេមាន់មួយក្បាលចេញ សួស្តីមេមន់ដ៏ស្រស់ស្អាតរបស់ខ្ញុំឆាប់ពងមាសភ្លាមមក ហើយភ្លាមនោះមេមន់បានពងមាសមួយគ្រាប់យ៉ាងធំចែកបានមើលពីក្រោមសាឡុង មេមន់ពងមាស ចែកសឹក បើខ្ញុំមានមេមន់នោះខ្ញុំអាចទិញគោរាប់សិបក្បាលបាន នៅពេលដែលយក្សចេញពីបន្ទប់ចែកបានលូនចេញពីក្រោមសាឡុងគាត់បានទទួលដាក់ចានយកមេមន់ដាក់ក្នុងកាបូប នេះជាអ្វីដែលខ្ញុំត្រូវការ ចែកគិតប៉ុន្តែបន្ទាប់មកចែកគិតអំពីអ្វីដែលបរិសុទ្ធចំណាស់បានសន្យាចែកស្រមៃថាជាអ្នកមានជឿមអ្នកមានបំផុតនៅលើពិភពលោកគាត់បានសម្រេចចិត្តមើលថាតើកំណប់អ្វីផ្សេងទៀតដែលគាត់អាចរកបានគាត់ដើរតាមយក្សចូលទៅក្នុងបន្ទប់គេងហើយលាក់ខ្លួននៅក្រោមគ្រែមានពិនមៀមួយឈរនៅជ្រុងមួយនៃបន្ទប់ សួស្តីពិនដ៏ស្រស់ស្អាតរបស់ខ្ញុំឆាប់លេងតន្ត្រីភ្លាមមក យក្សបាននិយាយពិនបានចាប់ផ្ដើមលេងភ្លេងដោយគ្មានអ្នកណាប៉ះខ្សែនោះទេ វ៉ាវពិនវេទមន្ត ចែកសព ពិននោះនឹងធ្វើឲ្យខ្ញុំក្លាយជាអ្នកមាននិងល្បីល្បាញ នៅពេលដែលយក្សដេកលក់ចែកបានលូនចេញពីក្រោមគ្រែគាត់យកពិនវេទមន្តមកដាក់ក្នុងកាបូបប៉ុន្តែលើកនេះចែកមិនសូវមានសំណាងទេពិនវេទមន្តស្រែកថា ជួយខ្ញុំផងលោកម្ចាស់មានមនុស្សកំពុងលួចខ្ញុំ យក្សភ្ញាក់ឡើងឃើញចែកកាន់ពិនវេទមន្តមេមន់មាសនិងកាក់មាសរបស់គាត់ ឈប់ចៅ យក្សដឹងចែកចេញពីបន្ទប់គេងចុះតាមសាលធំកាត់ផ្ទះបាយនិងចេញពីទ្វារខាងមុខប៉ុន្តែចែកតូចជាងនិងលឿនជាងយក្ស
Jack បានទៅដល់ដើមសណ្ដែកមុនហើយរអិលចូលក្រោមគាត់បានមកដល់ដីជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់យកឈានដល់កំពូលដើមសណ្ដែកហើយមួយចុះក្រោមគាត់ខ្លាចខ្ពស់ណាស់គាត់បានឡើងលើដើមសណ្ដែកហើយចូលបន្តិចម្ដងម្ដង ប្រយ័ត្នប្តីសម្លាញ់ ប្រពន្ធរបស់យក្សបានស្រែក កុំចុះទៅអីវាអាចមានគ្រោះថ្នាក់ Jack បានឃើញយក្សចុះមកដើមសណ្ដែកដូច្នេះគាត់រត់ចូលផ្ទះគាត់ហើយចាប់ពូថៅគាត់កាប់ដើមសណ្ដែក វាយវាយវាយ រំពេចនោះដើមសណ្ដែកក៏បាក់យក្សបានធ្លាក់ពីលើមេឃគាត់ដួលចុះមកដីឆ្ងាយនៅត្រើយមើលខាងនៃភ្នំអប់មួយសន្ទុះអ្វីនៅស្ងៀមបន្ទាប់មក Jack បានឮសំឡេងចម្លែកពីចង្ងាយវាគឺជាយក្សដើមសណ្ដែកបានធ្លាក់ចុះហើយឥឡូវនេះគាត់គ្មានផ្លូវដើម្បីឡើងទៅកាន់ប្រាសាទរបស់គាត់ដែលនៅក្នុងពពកវិញនោះទេយក្សស្រែកយ៉ាងខ្លាំងរហូតដល់ពពកញ័រហើយប្រែពណ៌ប្រផេះបន្ទាប់មក Jack បានឮសំឡេងយក្សស្រីចាប់ផ្ដើមយំនៅលើមេឃនៃប្រាសាទទឹកភ្នែកនាងស្រក់តាមពពកជាដំណក់តូចៗហើយស្រក់មកផែនដីបន្ទាប់ពីនោះមក Jack និងម្ដាយរបស់គាត់បានរស់នៅយ៉ាងសុខស្រួលមេមន់មាសបានធ្វើឲ្យ Jack ក្លាយជាមហាសេដ្ឋីពិនវេទមន្តបានធ្វើឲ្យគាត់ល្បីល្បាញ Jack បានរៀបការជាមួយស្ត្រីញាក់មាននិងល្បីឈ្មោះហើយរួមគ្នាមានកូន10នាក់ប៉ុន្តែ Jack មិនដែលសប្បាយចិត្តទេរាល់ពេលដែលខ្យល់បក់មក Jack បានឮយក្សហៅប្រពន្ធរបស់គាត់ហើយរាល់ពេលមានភ្លៀងគាត់មានអារម្មណ៍ថាទឹកភ្នែករបស់ប្រពន្ធយក្សបានស្រក់មកលើគាត់ Jack មានអារម្មណ៍សោកសៅនិងមានកំហុសថ្ងៃមួយនៅពេលដែល Jack មានវ័យចំណាស់គាត់បានសម្រេចចិត្តថាគាត់មិនចង់សោកសៅទៀតទេគាត់បានបាតប្រអប់មួយនៅលើអាវធំរបស់គាត់ហើយទាញសណ្ដែកវេទមន្តដែលសល់ចុងក្រោយចិនប្រសិនបើគាត់អាចរកឃើញយក្សគាត់អាចដាំដើមសណ្ដែកមួយទៀតបន្ទាប់មកយក្សអាចឡើងទៅលើប្រាសាទរបស់គាត់វិញក្នុងពពកបើអាចរកយក្សឃើញក៏អាចសំទោសដែរព្រោះលោភលន់ពេក Jack បានខ្ចប់កាបូបរបស់គាត់ហើយដើរចូលទៅក្នុងភ្នំតើ Jack បានរកឃើញយក្សទេតើគាត់បានដាំដើមសណ្ដែកថ្មីជាមួយសណ្ដែកវេទមន្តចុងក្រោយទេគ្មាននរណាម្នាក់ដឹងទេប៉ុន្តែមនុស្សនិយាយថាប្រសិនបើអ្នកស្ដាប់យ៉ាងដិតដល់ក្នុងពេលមានព្យុះផ្គររន្ទះអ្នកអាចឮសំឡេងក្រហមនៃយក្សពីរកំពុងរាំជាមួយគ្នានៅលើពពក